ត្រីម្នាក់ឆ្លងមេរោគម្យ៉ាងក្រោយដាក់មីក្រូហ្វូន KTV ចិត្តមាត់អ្នកចូលចិត្តចូល KTV ត្រូវប្រុងប្រយ័ត្នស្ត្រីម្នាក់ឆ្លងមេរោគម្យ៉ាងក្រោយដាក់មីក្រូហ្វូនចិត្តមាត់ថ្មីនេះនារីរស់នៅក្នុងខេត្តជើជាំងបានបង្ហោះបទពិសោធន៍ផ្ទាល់ខ្លួននៅលើបណ្ដាញសង្គមដោយអះអាងថានាងបានឆ្លងមេរោគអេប៉េសកាលពីឆ្នាំ2017បន្ទាប់ពីបានប្រើមីក្រូហ្វូនក្នុងបន្ទប់ KTV ដែលជាទីកន្លែងច្រៀងលេងកម្សាន្តសប្បាយនៅទីសាធារណៈដ៏ពេញនិយមស្ត្រីរូបនេះបានឲ្យដឹងថាពីមុនខ្លួនចូលចិត្តទៅច្រៀងនៅ KTV ញឹកញាប់ណាស់ហើយពេលចេញពីទីនោះម្ដងនាងតែមានអារម្មណ៍ចម្លែកលើមាត់ដូចជារមាស់ឈឺហើមនិងមានពងបែកតូចបន្ទាប់មកនាងក៏ទៅ clinic ដើម្បីចាក់ថ្នាំប្រឆាំងការរលាកដោយអាការៈក៏បានធូរស្រាលឡើងវិញទោះជាយ៉ាងណាមិនយូរប៉ុន្មានអាការៈនោះកើតមានជាថ្មីម្ដងទៀតរហូតខ្លួនក៏ទៅពិនិត្យម្ដងទៀតគ្រូពេទ្យប្រាប់ថានាងឆ្លងមេរោគអេប៉េសដែលមេរោគនេះគ្មានថ្នាំព្យាបាលឲ្យជាដាច់ 100% ទេពោលមានថ្នាំទប់គ្រាន់តែកាត់បន្ថយការឈឺចាប់បានពេលខ្លីប៉ុណ្ណោះជាមួយគ្នានេះមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺនៅទីក្រុងសិនយ៉ាងបានធ្វើការសិក្សានៅលើមីក្រូហ្វូនចំនួន90ដែលប្រើប្រាស់នៅតាមបន្ទប់ KTV ជាលទ្ធផលបង្ហាញថា 54.44% នៃមីក្រូហ្វូនមានបាក់តេរីលើសពីស្តង់ដារដល់ទៅ100ដងបច្ចុប្បន្នតាម KTV គេនិយមឃើញមានដាក់គម្របស្បៃឬអេប៉ុងការពារលើក្បាលមីក្រូហ្វូនដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគក្នុងនោះអ្នកជំនាញខាងសុខភាពនៅប្រទេសចិនក៏បានសំណូមពរទៅដល់អ្នកចូលចិត្តចូល KTV ឬប្រើប្រាស់ឧបករណ៍សាធារណៈផ្សេងៗសូមយកចិត្តទុកដាក់ចំពោះអនាម័យផ្ទាល់ខ្លួនដោយសម្អាតដៃនិងមាត់ក្រោយប្រើប្រាស់របស់សាធារណៈទាំងនោះ